ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្រឡាញ់បក្សីប្រមាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកអំពីបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថាបេស្ត្រាចំពោះបក្សីបេស្ត្រានេះជាប្រភេទបក្សីដែលស្រដៀងគ្នាទៅនឹងបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះស្ទៀងរលកពេលទៅវាស្រដៀងគ្នាទេប្រភេទបក្សីទាំងពីរនេះហើយអានេះលើកយកអំពីបក្សីប្រមាញ់បេស្ត្រាប្រភេទបេស្ត្រានេះត្រូវបានគេរកឃើញនៅក្នុងតំបន់ព្រៃឈើគ្រប់ប្រភេទក្រៅពីរដូវដាក់សម្បកពួកវាតែងតែចូលវាលភក់ព្រៃកោងកាងដីស្រែចម្ការពួកវាអាចត្រូវបានគេសង្កេតឃើញនៅក្នុងការឈូសឆាយនៅតាមដងផ្លូវហើយនិងនៅក្នុងព្រៃភ្នំបន្ទាប់មកទៀតយើងចូលមកដល់អាកប្បកិរិយារបស់វាចំពោះអាកប្បកិរិយានេះចំណុចក្នុងការរស់នៅរបស់វាបេស្ត្រាពិបាកសង្កេតណាស់ព្រោះនៅរដូវក្តៅពួកវាច្រើនតែនៅលើដើមឈើស្លឹកក្រាស់ៗយើងអាចឃើញវានៅពេលពួកវាចុះចតលើមែកឈើធំៗនៅតាមគៀមព្រៃសត្វស្លាបនេះទន្លាប់ស្រដៀងទៅនឹងស្ទៀងរលកដូចយើងដឹងស្រាប់ហើយរូបរាងវាក៏ស្តៀងគ្នាហើយអត្តចរិតវាស្តៀងគ្នាបន្តិចបន្តួចដែរវាអាចខុសគ្នាខ្លះបន្ទាប់មកទៀតយើងចូលទៅដល់មួយចំណុចទៀតគឺចំណុចត្រង់របបអាហាររបស់វាចំពោះរបបអាហារវាមានកំប្រុកកណ្ដុរនិងប្រចៀវបន្ថែមពីលើសត្វស្លាបផងដែរជីងចក់និងសត្វល្អិតវាមានច្រើនទៀតដែលជាចំណីអាហាររបស់ពួកវាអានេះខ្ញុំរៀបរាប់តាន់តែងទួចឲ្យដឹងខ្លះប្រភេទសត្វញីដែលធំជាងដៃគូរបស់វាមានសមត្ថភាពស្ទាក់ចាប់ព្រាបគ្រួចនិងសម្បីតែសត្វមឿនក៏វាអាចចាប់បានផងដែរប្រភេទសត្វឈ្មោលវាមានទំហំតូចជាងប្រភេទសត្វញីត្រង់ចំណុចនេះប្រភេទសត្វញីវាមានរូបរាងទំហំធំជាងប្រភេទសត្វឈ្មោលពួកបេស្ត្រានេះប្រភេទសត្វបេស្ត្រានេះត្រូវបានគេចាត់ទុកជាអ្នកប្រវាញ់ដ៏ជោគជ័យបំផុតមួយដោយសារតែល្បឿនហើយនិងជំនាញនឹងការស៊ូទ្រាំរបស់វាយើងចូលដល់ចំណុចកម្មតពូជកន្លែងនេះក៏ល្អសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តស្រឡាញ់បក្សីដូចគ្នានៅរដូវបន្តពូជរបស់វាវាដាក់សម្បកនៅចាប់ពីខែមិនិនាដល់ខែមិថុនាភាគច្រើននៅក្នុងខែមេសានិងខែឧសភាដែលគេរកឃើញវាដាក់សម្បកហើយកំពង់កូនរបស់វានៅក្នុងខែមេសាហើយនិងខែឧសភាដែលគេរកឃើញច្រើនសម្បុកដែលសង់ពីលើដើមឈើត្រូវបានគេដាក់នៅក្នុងស្លឹកឈើក្រាស់កម្ពស់ចន្លោះពី15ទៅ25ម៉ែត្រពីដីវាមានពងចំនួន3ទៅ5គ្រាប់ចំពោះពងរបស់វាប្រភេទសត្វនេះនៅក្នុងការគម្រាមកំហែងហើយនិងការការពាររបស់វាបេស្ត្រានេះមានតំបន់រស់នៅរបស់វាមានធំគួរសមរហូតទៅដល់ជាង4លានគីឡូម៉ែត្រការ៉េជាចម្បងសម្រាប់ហេតុផលនេះត្រូវបានគេចាត់ទុកថាមានបង្កបញ្ហាធំនោះទេព្រោះដោយសារវាមានច្រើនវាមិនបង្កនៅក្នុងការផុតពូជនោះទេចំពោះចំនួនប្រជាជនសរុបរបស់វាបក្សីនេះជិត 10,000 ក្បាលវាមានច្រើនសូមអរគុណចំពោះពុកម៉ែបងប្អូនណាដែលចិត្តវីដេអូនេះហើយនឹងចូលរួមទស្សនាទាំងអស់គ្នាអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា